សួរបងប្អូនថ្ងៃនេះខ្ញុំអូនពុំមានទាំងអស់គ្នាថ្ងៃនេះខ្ញុំបានប្រហិតកន្លុកឲ្យស្លាប់មាន់កន្លុកឲ្យកន្លុកឲ្យអូនពុំមានហើយអូនពុំមានកុំភ្លេចទស្សនាដល់ចប់ផងអូនពុំមានហើយជួយលើកទឹកចិត្តខ្ញុំផងអូនពុំមានថ្ងៃនេះចេញវីដេអូមួយចង់និយាយពីរឿងអ្នកដែលចូលចិត្តផុសទាំងរូបភាពទាំងវីដេអូផុសហើយចូលចិត្ត take ចូល account មិនថា account មិនថាpage ទេបែរជាពួកគាត់អត់យល់ត្រង់ថាពេលដែលគាត់ take ចូលទៅគាត់មានបញ្ហាទាំង account របស់គាត់ដែលជាអ្នក take ក៏មានបញ្ហាជាជាមួយ account ជាមួយដែលអ្នកដែលគាត់ take ចូលគាត់ប្រហែលជាគាត់គិតច្រឡំថាចេះគាត់គិតច្រឡំត្រង់ថាចេះត្រង់ថាប្រហែលជាពេលដែលវីដេអូឬក៏រូបស្លឹកគាត់ពេលដែលផុសទៅហើយគាត់ take ឲ្យគេហ្នឹងប្រហែលជាគាត់គិតថាវីដេអូឬក៏រូបស្លឹកហ្នឹងពេលដែលគាត់ take ចូលឲ្យគេគឺគាត់ផ្ទុះអ្នកមើលច្រើនមិនថារូបស្លឹកឬវីដេអូតែការគិតរបស់គាត់គឺខុសមានន័យថាយ៉ាងម៉េចមានន័យថាពេលដែលគាត់ផុសឲ្យគាត់ take ឲ្យគេបញ្ហាគឺនៅទាំងគាត់ទាំងអ្នកដែលគាត់ទៅ take ឲ្យ Facebook គេចាប់ត្រង់ម៉េចត្រង់ថាពេលដែល take ហ្នឹងគឺនិយាយឲ្យស្រួលស្ដាប់គឺអ្នកដែលគាត់ take មកហើយវីដេអូនៅក្នុងaccount ឬក៏ page របស់គាត់ហ្នឹងគឺ spam មានន័យថាម៉េចមានន័យថាយើងធ្លាប់ផុសទៅអើយគេមើលចូលមើលច្រើនបើនឹង view ច្រើនប៉ុន្តែនៅពេលដែលគាត់ take ចូលគេឬក៏តែរិញម្ចាស់ account នឹង take ទៅគេគឺវាមានបញ្ហាអញ្ចឹងបានថ្ងៃនេះវីដេអូមួយហ្នឹងចង់និយាយថាចេះចង់និយាយថា take ឲ្យគេធ្វើអី take មិនមែនមានន័យថា take ឲ្យគេហ្នឹងវាផ្ទុះវីដេអូខ្លួនឯងទេវាមានបញ្ហាទាំងសងខាងទាំងអ្នក take ទាំងអ្នកដែលរងគ្រោះហើយបើប៉ះដូចជា page ឬក៏ account ដែលគេរលុយដូចជារលុយតាមវីដេអូដូចខ្ញុំរងថ្ងៃអញ្ចឹងហើយដូច page គេលក់ផលិតផលនៅពេលដែលយើងធ្វើអាហ្នឹងយើងត្រូវការវីដេអូយើងផុសទៅដើម្បីឲ្យផ្ទុះឲ្យអ្នកមើលច្រើនដើម្បីយើងផ្សព្វផ្សាយពីផលិតផលរបស់យើងម្នាក់រលួយតាម page តាមនេះហ្នឹងគេចង់បាន view ច្រើនដើម្បីគេរលួយរបស់គេប៉ុន្តែហាអ្នកដែល page ដែល take ចូលចិត្តចូល take ឲ្យគេនឹងគួរយល់ផងប្រហែលជាពួកគាត់មិនដឹងថាលទ្ធផលនៃការ take ឲ្យគេហ្នឹងគឺប៉ះទៅទាំងគាត់ហើយប៉ះទៅទាំងអ្នកដែលគាត់ take ឲ្យអញ្ចឹងបើ Facebook រលុយឬក៏ page រលុយមិនថារលុយតាមពាណិជ្ជកម្មតាមរយៈមេតិកាវីដេអូដែលធ្វើដូចខ្ញុំរងថ្ងៃអញ្ចឹងមិនថាពួកគាត់លក់ផលិតផលគាត់ចង់បានណាពេលដែលគាត់ផ្សព្វផ្សាយផលិតផលរបស់គាត់ទៅគាត់ចង់បានអ្នកចូលទស្សនាវីដេអូគាត់ច្រើនប៉ុន្តែគាត់ដល់ពេលអ្នក take នឹង take ចូល account ឬក៏ page របស់គាត់គឺធ្វើឲ្យ view របស់គាត់ធ្លាក់ចុះអាហ្នឹងវាចឹងហើយអញ្ចឹងទេបានថាគួរតែអ្នក take ក៏ដោយអ្នកដែលចាប់ដើមលេង Facebook ក៏ដោយគួរសិក្សាឲ្យយល់ពីចំណុចហ្នឹងផងគេមិនកំណាញ់ទេបើចង់ថាឧទាហរណ៍ថាយើងដើរលេងលក្ខណៈជាក្រុមហើយចង់ផុសមួយឲ្យ take ទៅគេឲ្យគេឃើញដែរថាវីដេអូហ្នឹងឲ្យល្បីវាអត់ទេវាបង្កើតជាបញ្ហាឲ្យ
ម្ចាស់ page ឬក៏ម្ចាស់ account នឹងទេអញ្ចឹងបានថាបងប្អូនមុននឹង take ឲ្យគេគួរសិក្សាយល់ពីចំណុចនឹងផងបើយើងសម្រាប់យើងលេងលក្ខណៈថាមិនក៏មិនទៅអាហ្នឹងយើងចេះប៉ាតណាយើងធ្វើបានទេប៉ុន្តែអាណិតគ្នានោះដូច account ខ្ញុំចឹងដូច page ខ្ញុំចឹងពេលដែលបើករលុយឲ្យគាត់ take មកឲ្យខ្ញុំគឺខ្ញុំធ្លាប់ផុសទៅ view វាឡើងច្រើននៅពេលគាត់ take មកអញ្ចឹងវាធ្លាក់ view វាប៉ះពាល់ក្នុងការរលុយក្នុងវេទិកាក្នុងវីដេអូរបស់ខ្ញុំហើយខ្ញុំមិនកំណាញ់ទេបើចង់ថាលក្ខណៈថាផ្ញើរូបភាពយើងមានច្រើនណាក្នុងលក្ខណៈយើងផ្ញើតាម Telegram រូបស្លឹកក៏ដោយវីដេអូក៏ដោយហាម take អញ្ចឹងវីដេអូហ្នឹងខ្ញុំប៉ុណ្ណឹងហើយបើវីដេអូខ្ញុំគិតថាវាមានប្រយោជន៍សម្រាប់បងប្អូនហ្នឹងតាអារម្មណ៍របស់បងប្អូនខ្ញុំមិនសុំ like សុំ share ព្រោះសុំ like សុំ share គឺវាខុសក្នុងគោលការណ៍របស់គេដែរបាទហើយជួបគ្នាវីដេអូបន្ទាប់ទៀត